បាទសូមគោរពជំរាបសួរគ្រូអ្នកគ្រូដែលបានទស្សនាវីដេអូនេះថ្ងៃនេះខ្ញុំសូមបង្ហាញអំពីកម្មវិធីជំនួយគ្រូបង្រៀនរបស់យើងដែលនៅក្នុងកម្មវិធីនេះមានមុខងារជាច្រើនដូចជាបាទការបង្កើតកិច្ចការសៀវភៅបណ្ណាល័យ PLP មុខងារបង្កើតរូបភាពមុខងារបង្កើតតេស្តមុខងារបំលែងអត្ថបទទៅជាសំឡេងមុខងារបង្កើតរូបថតនិងមុខងារកំណត់ហេតុអញ្ចឹងខ្ញុំឃើញថាកម្មវិធីនេះមានមុខងារជាច្រើនដែលវាជាអត្ថប្រយោជន៍សម្រាប់លោកគ្រូអ្នកគ្រូដូច្នេះខ្ញុំក៏សម្រេចចិត្តចែករំលែកនៅបទពិសោធន៍ខ្លះៗក្នុងការប្រើប្រាស់កម្មវិធីនេះបាទកម្មវិធីនេះខ្ញុំបានប្រើប្រាស់ជាច្រើនកិច្ចការមកហើយបាទតែនៅក្នុងនោះមានទាំងកម្រិតថ្នាក់តូចរហូតដល់កម្រិតថ្នាក់ធំដែលយើងដូចជាមិនពិបាកក្នុងការបង្កើតទេគ្រាន់តែលោកគ្រូអ្នកគ្រូ copy ជាអត្ថបទរូបភាពយកមកផាសនៅក្នុងកន្លែងប្រអប់ជាប់ឯកសារនេះជាការស្រេចពេលនោះលោកគ្រូជាប់ហើយលោកគ្រូអាចចុចបង្កើតកិច្ចការទៅបាទវានឹងបង្កើតជាខ្លឹមសារសកម្មភាពផ្សេងៗដែលគ្រូអ្នកគ្រូដែលមិនចាំបាច់សរសេរទេយើងគ្រាន់តែយកមកអានហើយរៀបចំធ្វើសកម្មភាពតាមជំហាននីមួយៗជាការស្រេចហើយយើងក៏អាចទាញកិច្ចការជាឯកសារ Word បានដែរដែលមានទម្រង់3ជួរឈរនិង5ជំហានបាទមានវត្ថុបំណងសម្ភារៈឧបទេសនិងដំណើរការបង្រៀនដូចទៅនឹងកិច្ចការដែលយើងសរសេរដៃដែរលើពីនោះទៀតលោកគ្រូអ្នកគ្រូអាចទាញវាជាឯកសារ PDF ក៏បានដែរបាទនេះនៅកន្លែងនេះយើងមានឯកសារជា PDF ហើយពិសេសជាងនោះទៅទៀតលោកគ្រូអ្នកគ្រូអាចបង្កើតជា PowerPoint ដ៏ស្រស់ស្អាតនេះជាឯកសារ PowerPoint ដែលបង្កើតទៅដោយ AI ដែលលោកគ្រូអ្នកគ្រូមិនហត់ក្នុងការសរសេរទេគឺយើងអាច generate ឬក៏បន្ថែមខ្លឹមសារដល់ខ្លួនឯងទៀតក៏បានដែរព្រោះវាជាឯកសារ PowerPoint បាទអរគុណច្រើននេះជាអត្ថប្រយោជន៍នៃកម្មវិធីដែលខ្ញុំចែករំលែកជូនលោកគ្រូអ្នកគ្រូសម្រាប់ការទំនាក់ទំនងចង់ប្រើប្រាស់លោកគ្រូអ្នកគ្រូអាចចូលទៅក្នុង link Telegram ក្រុមរបស់យើងដែលមានឈ្មោះថាកម្មវិធីជំនួយគ្រូបង្រៀនដែលខ្ញុំដាក់នៅក្នុងខាងក្រោម comment ក៏ដូចជា description អរគុណច្រើនសូមជម្រាបលា